บนทัดនៅក្នុងចិត្តដោយម្ដេចវគ្គ2កាលនៅក្នុងវគ្គ1យើងបានស្គាល់ច្បាស់នៅពាក្យថាបនរួចហើយគឺថាបនឬចិត្តល្អជានាមធម៌ដែលយើងមិនអាចមើលឃើញស្ដាប់ឮធំក្លិនដឹងរសស្ទាបប៉ះនិងមិនអាចទិញឬលក់ឬដោះដូរទៅនឹងវត្ថុអ្វីមួយផ្សេងទៀតបានទេដូច្នេះខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងស្វែងយល់បន្តទៀតថាតើចិត្តឬចិត្តមានន័យនិងរូបរាងនិងលក្ខណៈដូចម្ដេចពាក្យថាចិត្តជាភាសាសំស្ក្រឹតភាសាបាលីថាចិត្តមកពីបាលីពេញថាអារមណੰចន្ទេតៃតិចិត្តតាំងប្រែជាភាសាខ្មែរថាធម្មជាតិណារមែងគិតដឹងនៅអារម្មណ៍ធម្មជាតិនោះឈ្មោះថាចិត្តដូច្នេះចិត្តក៏ជានាមធម៌ដែលយើងមិនអាចមើលឃើញស្ដាប់ឮធំក្លិនដឹងរសស្ទាបប៉ះនិងមិនអាចទិញឬលក់ឬដោះដូរទៅនឹងវត្ថុអ្វីមួយផ្សេងទៀតបានដូចបនដែរយើងអាចសង្ខេបហៅខ្លីបានថាចិត្តឬវិញ្ញាណក៏បានពីព្រោះជាធម្មជាតិដឹងនៅអារម្មណ៍សរុបសេចក្តីមកបនគឺចិត្តល្អហើយចិត្តគឺធម្មជាតិដឹងនៅអារម្មណ៍ចុះតើចិត្តស្ថិតនៅត្រង់ណានៃរាងកាយតើចិត្តដឹងនៅអារម្មណ៍ដោយវិធីដូចម្ដេចសូមរងចាំវគ្គ3បន្តសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល